តាំងកាពិតណាំគូឆាយមិនសូវជាពិបាកធ្វើប៉ុន្មានទេតែបើសិនជាពូមីងបងប្អូនធ្វើការលាយម្សៅខុសគឺនំនៅពេលដែលយើងយកទៅចៀនគឺវាអាចនឹងរឹងហើយនេះក៏ជាលើកទី2របស់នេះខ្ញុំដែរដែលខ្ញុំបានធ្វើការលើកទី1នេះខ្ញុំធ្លាប់ធ្វើដូចគេដែរលាយម្សៅទាំង3ហ្នឹងគឺស្មើដូចគ្នាប៉ុន្តែដល់ឡែកគឺនំធ្វើឲ្យរឹងនេះខ្ញុំមិនដឹងថាមកពីម្សៅរបស់នេះខ្ញុំឬក៏អ្វីផ្សេងទេប៉ុន្តែដល់ឡែកលើកទី2នេះខ្ញុំបានដាក់បន្ថយជាមួយនឹងម្សៅដំណើបហើយនេះខ្ញុំញ៉ាំទៅគឺល្មមចំពោះនេះខ្ញុំប៉ុណ្ណឹងល្មមបងប្អូនហើយធ្វើលើកនេះបងប្អូននំរបស់នេះខ្ញុំស្រួយខាងក្រៅហើយទន់ខាងក្នុងនឹងល្មមហើយការចម្អិននឹងក៏ដូចគ្នាដែរអញ្ចឹងតោះកុំឲ្យខាតពេលយូរពុំមិញនេះខ្ញុំមកចាចែករំលែកពីរបៀបធ្វើរបស់នេះខ្ញុំថាតើនេះខ្ញុំធ្វើយ៉ាងម៉េចដើម្បីឲ្យនំរបស់យើងនឹងគឺចាស្រួយល្មមបានល្អចាម្សៅខ្សាយចំនួន200ក្រាមម្សៅដំណើប100ក្រាមម្សៅឆា150ក្រាមហើយនេះខ្ញុំបន្ថែមជាមួយនឹងអំបិលបន្តិចហើយទឹកបងប្អូនត្រូវដាំឲ្យពុះសិនណាហើយទឹកហ្នឹងគឺនេះខ្ញុំបានដាក់ចំនួន110 ml ទៅ120បងប្អូននៅពេលដែលលាយបងប្អូនលាយម្ដងបន្តិចមើលសិនណាព្រោះអីម្សៅវាអាចនឹងខុសគ្នាអញ្ចឹងហើយបងប្អូនត្រូវលាយម្ដងបន្តិចមើលសិនខណៈតែទឹកច្រើនពេកវាធ្វើឲ្យនំបងពុំមីងហ្នឹងវាទៅជាជ្រាយពេកចាអញ្ចឹងហើយយើងពិបាកនឹងថែមម្សៅហើយថែមទៀតអញ្ចឹងចាអញ្ចឹងយើងលាយម្ដងតិចសិនហើយនៅពេលដែលចាក់ទឹកក្តៅហ្នឹងបងប្អូនត្រូវយកវែកមួយមកកូរប្រយ័ត្នរលាកដៃណាចាហើយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមកូរម្សៅចាច្បាច់ម្សៅនឹងឲ្យបានម៉ត់ល្អហើយនេះខ្ញុំបន្ថែមជាមួយនឹងប្រេងឆាចំនួន4ទៅ5ស្លាបព្រាបាយមើលទៅតាមស្លាបព្រាបងប្អូនចាយើងកូរច្របល់ម្សៅនឹងឲ្យសព្វហើយម្សៅនឹងដូចគ្នាបងប្អូនយើងធ្វើការកលាំងតិចព្រោះអីវារៀងតឹងដៃដែរចាហើយយើងច្បល់ច្បាច់យ៉ាងម៉េចដើម្បីឲ្យម្សៅរបស់យើង smooth បានល្អបងប្អូនធ្វើបែបនេះបងប្អូនឃើញពេលដែលទីងទៅវារៀងយឺតឡាយអញ្ចឹងគឺសាច់ម្សៅអំពីបងប្អូនល្មមអីចាស្វិតល្អហើយម្សៅវិញឡើង smooth ហ្មងទុកមួយឡែកសិនទៅឥឡូវនេះខ្ញុំចាប់ផ្ដើមមកធ្វើស្នូលចំពោះស្នូលវិញគឺនេះខ្ញុំប្រើជាមួយនឹងសាច់បង្គាឬក៏សាច់ជ្រូកក៏បានដែរចាដំបូងហ្នឹងនេះខ្ញុំបានធ្វើសាច់បង្គាមុនហើយនេះខ្ញុំបន្ថែមជាមួយនឹងប្រេងខ្យងបន្តិចអំបិលបន្តិចស្ករបន្តិចហើយអត់ចាំបាច់ឲ្យរសជាតិនឹងដិតពេកទេចាមកប្រៃផ្អែមមកល្មមឡំតិចព្រោះយើងត្រូវញ៉ាំជាមួយនឹងទឹកត្រីទៀតចាហើយនេះខ្ញុំបន្ថែមជាមួយនឹងស្លឹកកញ្ឆាយហើយនេះខ្ញុំបន្ថែមជាមួយនឹងម្រេចដូចគ្នាហើយម្រេចហ្នឹងបងប្អូនថែមថយទៅតាមចំណង់ចំណូលចិត្តណាចាហើយយើងឆាច្បល់វាមកស្ទុះទៅហើយបន្ទាប់មកទៀតបងប្អូនត្រូវស្រង់វាដើម្បីឲ្យទឹកឆាហ្នឹងវាស្រក់មកអស់នៅពេលដែលយើងយកទៅខ្ចប់ទៅគឺវាអត់មានទឹកនៅក្នុងម្សៅហ្នឹងងាយស្រួលក្នុងការខ្ចប់ផងចាហើយស្នូលទី2ហ្នឹងគឺខ្ញុំបានធ្វើជាមួយនឹងសាច់ជ្រូកចាសាច់ជ្រូកផងសាច់បកគីផងបើមិនចឹងទេបងប្អូនអាចលាយចូលគ្នាក៏បានដែរដោយសារតែនេះខ្ញុំធ្វើ2ដងហ្នឹងដោយសារតែទឹកថ្ងៃដំបូងហ្នឹងគឺនេះខ្ញុំអត់មានសាច់ជ្រូកចឹងហើយនេះខ្ញុំធ្វើទៅជាមួយនឹងសាច់បង្គាសិនណាចាចឹងហើយក៏មាន2ចាវីដេអូខុសៗគ្នាចាហើយនេះគឺជាกระดาษដែលនេះខ្ញុំត្រូវយកទៅទ្រាប់ជាមួយនឹងនំកញ្ឆាយដែលយើងខ្ចប់ហើយហ្នឹងចាហើយនេះខ្ញុំយកមកប្រឡាក់ជាមួយនឹងប្រេងឆាបន្តិចផងដែរចាបន្តមកទៀតគឺនេះខ្ញុំចាប់ផ្ដើមយកម្សៅដែលនេះខ្ញុំបានចាច្បល់មិញហ្នឹងចាបងប្អូនឃើញម្សៅឡើង smooth ហ្មងចាហើយយើងយកទៅកាត់ជាដុំធ្វើម៉េចឲ្យរៀងប៉ិនគ្នាអញ្ចឹងណាបងប្អូនវាមិនអាចថាដូចគ្នា 100% ប៉ុន្តែយើងស្មានទៅតាមហ្នឹងទៅចាហើយបន្ទាប់មកទៀតហ្នឹងគឺយើងត្រូវចាវេចខ្ចប់វាមកហើយការវេចខ្ចប់ហ្នឹងនេះខ្ញុំក៏មិនសូវចេះខ្ចប់អីប្រហែលនេះបងប្អូនធ្វើយ៉ាងម៉េចឲ្យចិត្តទៅចាកុំឲ្យចាធ្លាយស្នូលនឹងចេញមកក្រៅចាហើយយើងចាប់ផ្ដើមសកត់វាបន្តិចមកនិយាយទៅយើងមិនចាំបាច់សកត់អីខ្លាំងណាស់ណាបងប្អូនពេលដែលយើងចំអិនវាទៅគឺម្សៅនឹងចាប់ផ្ដើមហិចខ្លួនឯងហើយចាអូវាហិចចេះបងប្អូនតែយើងក៏ត្រូវតែសង្កត់វាបន្តិចផងដែរចាកុំឲ្យវានៅរៀងមូលចាហើយបន្ទាប់មកទៀតនឹងក៏នេះខ្ញុំយកទៅចំហុយហើយនេះខ្ញុំបានចំហុយមុនម្សៅហើយធ្វើផងចំហុយផងអញ្ចឹងណាកុំឲ្យខាតពេលហើយរយៈពេលចំហុយហ្នឹងតែមួយផ្លែតតែបងប្អូនឆាប់ឆ្អិនណា5-10នាទីអីគឺឆ្អិនហើយចានេះបងប្អូនឃើញទេចានៅពេលដែលវាឆ្អិនទៅគឺម្សៅរបស់យើងវាកាន់តែរីកចាហើយនេះខ្ញុំចូលចិត្តញ៉ាំកញ្ឆាយហ្នឹងយកទៅចៀនណាបងប្អូនហើយនេះខ្ញុំអត់សូវចេះញ៉ាំ
ចំហុយអញ្ចឹងហ្មងទេចាគឺនេះខ្ញុំចូលចិត្តយកទឹកចៀនហើយញ៉ាំជាមួយនឹងទឹកត្រីបងប្អូនអើយឆ្ងាញ់ណាស់ហើយបើបានលោតឆាមកទៀតអូយហិតតាអេហ្មងបងប្អូនតែដល់ឡែកនេះខ្ញុំអត់មានពេលចឹងហើយក៏ធ្វើតែនំកញ្ឆាយញ៉ាំទៅទេជាមួយនឹងទឹកត្រីហ្មងទៅចាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណបងពូមីងបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានផងដែរជូនពរសុខសប្បាយអរគុណច្រើនបាយបាយ